ពីត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបាទអញ្ចឹងនេះគឺជាលំហាត់ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបាទអញ្ចឹងលំហាត់នេះឧទាហរណ៍ថា limit បាទ limit នេះគឺបើយើងគិតទៅគឺឃើញ4ណាឃើញ4បាទអញ្ចឹងនេះគឺជាចម្លើយបាទដែលយើងអាចពិនិត្យបានបាទអញ្ចឹងនៅក្នុងនេះគឺចង់ឲ្យយើងធ្វើ derivation បាទ derivation នៃ 3x គុណ4បាទដល់ 5x ការ៉េបូក7អញ្ចឹងបើសិនជាយើងគិតទៅគឺខ្លាយជា 12x ស្វេចគុណ3ដកជាមួយ 10x នេះគឺត្រូវហើយបាទអញ្ចឹងថាគូខៀវនេះគឺត្រូវបាទបន្តទៀតក៏យើងមានបន្តទៀតគឺតកតងជាមួយនឹងរកតួទី5នៃ series Thornimid ដែលមានតួទី1គឺ2និងតួទីនិងផលធៀបរួមគឺ3អញ្ចឹងតួទី5មានថា A5 អញ្ចឹង AN វាស្មើនឹង A1 គុណគុយស្គុណ N ដក1អញ្ចឹង A5 វាស្មើនឹង A1 គុណគុយស្គុណ4អញ្ចឹង A1 គឺជា2បាទ2កតាជាមួយនឹង3ស្គុណ4 3ស្គុណ4គឺជា81គុណជាមួយនឹង2បាទវាคล้ายទៅជា60បាទ81គុណនឹង2វាคล้ายទៅជា162ណា162អញ្ចឹងយើងធីកមកគឺត្រូវទៀតណាបាទបន្តមកទៀតគឺយើងនិយាយអំពីអន្តរាលនេះគឺអន្តរាលពី1ទៅ2នៃ 3x ការ៉េបូក 2x អញ្ចឹងវាคล้ายទៅជា x គីបបូក x ការ៉េអញ្ចឹង x គីបបូក x ការ៉េអញ្ចឹងវាคล้ายទៅជា8បូក4វា12ដកជាមួយនឹង2វាคล้ายជា10បាទអញ្ចឹងចម្លើយយើងគឺ10បាទយើងអាចគិតមកទេបានណាបាទអញ្ចឹងបន្តទៀតបាទយើងជាពីអនុគមច្រាស់នៃអនុគមនេះជាអនុគមច្រាស់គឺជំនាញដំបូងគឺយើងត្រូវតាំងy ស្មើនឹង 3x បូក1លើ x ដក2អញ្ចឹងជំនាញដំបូងយើងត្រូវតែបដូរ x ទៅជា y ទៅជា x បាទបន្តមកទៀតយើងទាញរក y ណាបាទអញ្ចឹងនេះវាត្រូវការគិតกระดาษដែរណាបាទអញ្ចឹងឥឡូវគ្រូចង់បញ្ជាក់ថាបើសិនជាយើងគូខុសគឺវាប្រកាសជាចេញក្រហមហើយនៅក្នុងនេះវាអត់ទាន់មានចម្លើយទេប៉ុន្តែនៅពេលដែលយើងធ្វើប្រកាសជាឃើញចម្លើយអញ្ចឹងនេះត្រូវការគិតដែរបាទអញ្ចឹងយើងទាញរក y ណាទាញរក y អញ្ចឹងយើងគុណខ្វែកមកបាទយើងដូរ y ទៅជា x ទៅជា y ណាបាទអញ្ចឹងគ្រូតែនេះបើយើងធ្វើយើងតលតែគិតกระดาษណាបាទចេញអញ្ចឹងយើងគូសមកបាទគឺយើងអាចធ្វើយ៉ាងណាដែរបាទអញ្ចឹងជំនាញដំបូងបាទយើងអាចឆ្នៃទៅតាមអញ្ចឹងមកយើងcònបដូរគ្នាមកបាទជាការស្រេចបាទអញ្ចឹងបន្តមកទៀតយើងនិយាយអំពីផ្នែកនេះទៅវិញបាទនេះគឺជាប្រូបាវេហោហាយចឹងអញ្ចឹងលំហាត់ទាំងអស់នេះគ្រូចង់បញ្ជាក់ថាយើងត្រូវតែដោះស្រាយដោយយើងត្រូវទូទាត់ដែរបាទត្រូវទៅគិតដែរបាទអញ្ចឹងក្នុងវីដេអូនេះគឺគ្រូគាត់នៅចង់បញ្ជាក់ថាលំហាត់ទាំងអស់នេះគឺសម្រាប់ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងហើយជាលំហាត់ដែលបងប្អូនអាចយកទៅប្រើប្រាស់បានណាទៅប្រើប្រាស់បានហ្នឹងហើយតកតងជាមួយនឹង app គឺ app របៀបនេះគឺយើងអាចធ្វើការគណនាដោយមុននឹងគណនាបងប្អូនត្រូវមានกระดาษមានសៀវភៅឬអាសាទុកសិនណាដើម្បីយើងអាចចូលទៅប្រើប្រាស់បានណាចូលទៅប្រើប្រាស់បានហើយនៅក្នុងនេះបាទយើងដល់ពេលដែលយើងបាន app ទៅហើយគឺយើងបាទយើងចុចឲ្យចេញខុសត្រូវអស់ហើយបាទអញ្ចឹងយើងអាចនេះបានយើងអាចដឹងថាបន្ទុកយើងបានណាបាទអញ្ចឹងនេះគឺគូសចោលសិនទៅបាទអញ្ចឹងបើសិនជានៅទេយើងត្រូវគូសឲ្យអស់បាទគូសឲ្យអស់បាទអញ្ចឹងនៅក្នុងនេះយើងមានបន្តទៀតបាទយើងមើលទៅកន្លែងណាដែលយើងត្រូវគូសអញ្ចឹងលំហាត់ទាំងអស់នេះបងប្អូនត្រូវតែគេហៅថាត្រូវតែគិតกระดาษសិនណាមុននឹងយើងឆ្លើយយើងឆ្លើយបាទអញ្ចឹងទាំងអស់នេះបងប្អូនអាចចូលមកប្រើប្រាស់បានបាទហើយយើងអាចសិក្សាទាំងអស់នឹងបានណាបាទយើងអាចសិក្សាបានបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់នេះសង្ឃឹមថាជាជំនួយសម្រាប់បងប្អូនអាចយកទៅប្រើប្រាស់បានណាបាទសង្ឃឹមថា app នេះជា app ដែលអាចជាជំនួយសម្រាប់បងប្អូនបានហើយបងប្អូនដែលមានបំណងចង់សិក្សាតាម app នេះគឺគ្រូគិតតម្លៃសិក្សាតែ50000រៀលទេបាទគឺរៀនបានរហូតណារៀនបានរហូតគឺយើងអាចព្រីនជាPDF ដើម្បីទុកមកពេលក្រោយទៀតបានបាទអញ្ចឹងសង្ឃឹមថាអាចជួយបងប្អូនបានក្នុងការសិក្សាបន្ថែមបាទទាក់ទងនឹងការត្រៀមប្រឡងគ្រូណា
បាទអញ្ចឹងបងប្អូនចាំចូលសិក្សាបន្តបាទអរគុណច្រើនបងប្អូនបាទ